តើយានយន្តនៅក្នុងរង្វង់មូលនិងក្រៅរង្វង់មូលមួយណាមានសិទ្ធិទៅមុនយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកជាទូទៅនិងការអនុវត្តនៅក្នុងប្រទេសកម្ពុជាការកំណត់សិទ្ធិអាទិភាពនៅត្រង់រង្វង់មូលមានលក្ខណៈដូចខាងក្រោម 1. អ្នកនៅក្នុងរង្វង់មូលមានសិទ្ធិទៅមុនរថយន្តដែលកំពុងបើកបរនៅក្នុងរង្វង់មូលមានសិទ្ធិអាទិភាពជាងរថយន្តដែលកំពុងរៀបនឹងចូលក្នុងរង្វង់មូលដូច្នេះបើអ្នកកំពុងបើកបរមកដល់មាត់ច្រកចូលរង្វង់មូលអ្នកត្រូវបង្អង់ល្បឿនឬឈប់ប្រសិនបើមានចរាចរណ៍កំពុងកកកុញនៅក្នុងរង្វង់មូលទុកសិទ្ធិឲ្យរថយន្តដែលនៅក្នុងរង្វង់មូលបើកឆ្លងកាត់មុខអ្នកឲ្យអស់ជាមុនសិនទើបអ្នកអាចបើកចូលតាមក្រោយដោយសុវត្ថិភាព 2. ករណីមានស្លាកសញ្ញាបញ្ជាក់ក្នុងករណីខ្លះនៅមាត់ច្រកចូលរង្វង់មូលអាចមានដាក់ស្លាកសញ្ញាផ្ដល់សិទ្ធិអាទិភាព Yield ដែលតម្រូវឲ្យអ្នកបើកបរមកពីក្រៅរង្វង់មូលត្រូវចេះយោគយល់និងទុកសិទ្ធិឲ្យអ្នកនៅក្នុងរង្វង់មូលទៅមុនជានិច្ច 3. គោលការណ៍បើកបរក្នុងរង្វង់មូលឲ្យមានសុវត្ថិភាពចូលស្ដាំចេញស្ដាំពេលចូលរង្វង់មូលត្រូវងាកមើលទៅខាងឆ្វេងដៃដើម្បីមើលរថយន្តដែលកំពុងមកប្រើភ្លើងស៊ីញ៉ូបើកស៊ីញ៉ូឆ្វេងបើអ្នកចង់បន្តទៅមុខឬបត់ទៅច្រកខាងឆ្វេងឆ្ងាយបើកស៊ីញ៉ូស្ដាំនៅពេលអ្នកជិតដល់ច្រកដែលត្រូវចេញដើម្បីឲ្យអ្នកដទៃដឹងពីបំណងរបស់អ្នកកុំជែងក្នុងរង្វង់មូលការជែងឬបដូរកន្លងផ្លូវភ្លាមក្នុងរង្វង់មូលគឺជាហានិភ័យខ្ពស់ដែលបង្កឲ្យមានគ្រោះថ្នាក់សង្ខេបមកវិញអ្នកដែលនៅក្នុងរង្វង់មូលមានសិទ្ធិទៅមុនអ្នកដែលនៅក្រៅរង្វង់មូល